សម្រាប់បងប្អូនដែលមានរូបភាពចាស់ៗហើយមានបំណងចង់ធ្វើការកែតម្រូវរូបចាស់ៗហ្នឹងឲ្យមកជាមានរូបភាពបាទបែបស្រស់ស្អាតចឹងអាចមើលវីដេអូនេះបានជាដំបូងសូមគ្រប់នឹងជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរូបភាពចាស់ៗយើងកែតម្រូវឲ្យមកជារូបភាពស្រស់ស្អាតចឹងគ្រាន់តែបងប្អូនធ្វើការដំឡើងនៅកម្មវិធីមួយដែលមានឈ្មោះថា ChatGPT នៅលើទូរស័ព្ទដៃចឹងបន្ទាប់ពីធ្វើការដំឡើងរួចរាល់ហើយបងប្អូនភ្ជាប់ជាមួយនឹង account Gmail ជាមុនសិនទើបវាចេញតម្រងបែបនេះចឹងបន្ទាប់មកទៀតគ្រាន់តែបងប្អូនធ្វើការចុចកន្លែងសញ្ញាបូកដែលខ្ញុំដាក់សញ្ញាសម្គាល់ហ្នឹងមកបាទរួចហើយយើងធ្វើការ select ទៅលើរូបភាពមួយសន្លឹកដែលបងប្អូនចង់ធ្វើការកែតម្រូវណាបាទយើងយកពាក្យថា add one photo អញ្ចឹងបន្ទាប់មកទៀតបងប្អូនអាចមើលត្រង់ចំណុចខាងក្រោមដែលគេដាក់ថា ask anything អញ្ចឹងយើងអាចធ្វើការវាយប្រាប់ត្រង់ចំណុចហ្នឹងណាធ្វើការវាយប្រាប់ឲ្យបានត្រឹមត្រូវបងប្អូនណាឬក៏បងប្អូនអាចមើលប្រាប់ដែលខ្ញុំបានសរសេរនៅក្នុងហ្នឹងក៏បានដែរបាទអញ្ចឹងខ្ញុំសូមធ្វើការដាក់ប្រាប់បែបនេះអញ្ចឹង fake as a normal and add color បាទអញ្ចឹងមានន័យថាយើងកែតម្រូវរូបហ្នឹងមកជាធម្មតាហើយគឺយើងបន្ថែមពណ៌បាទអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការសរសេរប្រាប់រួចរាល់បែបហ្នឹងហើយរូបរបស់យើងហ្នឹងគឺវានឹងធ្វើការ processing ឲ្យយើងតែម្ដងហើយរាល់ដំណើរការនៃការ processing ហ្នឹងគឺអត់ចំណាយពេលយូរទេបងប្អូនណាអញ្ចឹងបងប្អូនអាចធ្វើការរងចាំទៅព្រោះអីរូបរបស់យើងហ្នឹងវានឹងកែតម្រូវពីរូបភាពសខ្មៅឬក៏រូបភាពដែលខូច color ណាខូចពណ៌បាទអត់មានពណ៌អត់មានអីគឺវានឹងធ្វើការកែតម្រូវរូបចាស់រូបដែលមានស្នាមស្កូតខូចទឹកថ្នាំអីគឺវាកែតម្រូវមកស្អាតតែម្ដងអញ្ចឹងបងប្អូនគ្រាន់តែធ្វើការរងចាំបន្តិចទៅវានឹងធ្វើការ generate រូបរបស់យើងតែម្ដងបាទអញ្ចឹងបន្ទាប់ពីធ្វើការ generate រួចរាល់វានឹងបង្ហាញបែបនេះបងប្អូនឃើញអត់បាទហើយត្រង់ចំណុចហ្នឹងក៏បងប្អូនអាចធ្វើការ save រូបនឹងទុកបានដែរដោយយើងអាចធ្វើការ select ទៅលើរូបនឹងមកបាទអញ្ចឹងយើងចុចទៅលើរូបនឹងមកហើយបន្តមកទៀតបងប្អូនមើលត្រង់ចំណុចខាងក្រោមដែលគេដាក់ថា save សញ្ញាព្រួយហ្នឹងបាទយើងចុចទៅលើហ្នឹងមកអញ្ចឹងបន្ទាប់ពីយើងធ្វើការ save គឺវានឹង load ចូលទៅកន្លែង photo ហើយអញ្ចឹងយើងចូលកន្លែង photo យើងមកហើយបងប្អូនមើលកន្លែងខាងក្រោមនេះឃើញអត់បាទនេះគឺជារូបភាពដែលយើងបានធ្វើការ generate រួចរាល់ហើយអញ្ចឹងវីដេអូក្នុងការកែរូបភាពពីចាស់មកថ្មីមានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នាវីដេអូក្រោយ